ម្ហូបមួយមុខនេះរៀងប្លែកតិចហើយប៉ុន្តែរសជាតិរបស់គេគឺឆ្ងាញ់ប្លែកម្យ៉ាងដែរខ្ញុំញ៉ាំជាមួយនឹងសាច់មាន់ណាបងរបៀបធ្វើគឺថាងាយមែនតែនហើយថ្ងៃនេះដោយសារតែខ្ញុំឈឺអញ្ចឹងហើយសំឡេងរៀងស្អកតិចណាបងថ្ងៃនេះដោយសារតែរៀងក្អន់ក្អកខ្លះអញ្ចឹងហើយទើបមក voice សលេងបានតិចតួចអញ្ចឹងណាបងហើយសម្រាប់អ្នកដែលចង់បានប្រដាប់កាត់រោមច្រមុះអាចឆាតមកកំងបានណារបស់ល្អមានគុណភាពហើយបងប្រើទៅលាងទឹកលាងអីបានអញ្ចឹងណាបានប្រអប់មួយបានច្រាសមួយហើយបានដងឡាមខាងក្នុងដល់ទៅ2ការដោះដូរកត្រៃក៏ស្រួលទៀតហើយសំខាន់គឺអត់មានមុតសាច់ច្រមុះសាច់អីទេងាកមកម្ហូបរបស់យើងវិញនិយាយទៅគ្រាន់តែឃើញរបៀបធ្វើក៏ដឹងតែប្លែកបាត់ដែរបងប៉ុន្តែធ្វើទៅគឺវាបានផលល្អអញ្ចឹងណាហើយចំពោះមាន់គឺខ្ញុំប្រើកាភ្លៅហើយនឹងសាច់ទ្រូងអីអញ្ចឹងណាបើសិនជាបងអត់ចង់ដាក់សាច់ទ្រូងមកដាក់ភ្លៅសុទ្ធក៏បានដែរដោយសារភ្លៅវាមានលាយខ្លាញ់លាយអីអញ្ចឹងណាចឹងហើយវាឆ្ងាញ់ខ្ញុំដាក់ចានកាប៉ែតមួយចឹងមកបន្ទាប់មកដាក់កូនចានទូចហើយសាច់មាន់យើងដាក់គៀនចឹងទៅខ្ញុំប្រើជាមួយនឹងខ្ទឹមសប្រើគល់វាហ្នឹងហើយប្រើខ្ញីរបស់ខ្ញុំនេះគឺដកចេញពីទូកកចឹងហើយនៅតែកកតិចហើយខ្ញុំប្រើជាមួយនឹងពត្រាក្រហមនេះបងដាក់ផ្លែមូលល្អជាងដោយសារតាផ្លែបែបនេះពេលដែលខ្ញុំដាក់ទៅទីទៀតបងឃើញថាគុណវិបត្តិវាមានអីខ្លះអញ្ចឹងហើយកុំបើកភ្លើងខ្លាំងបងប្រើភ្លើងតិចអញ្ចឹងទៅបន្ទាប់មកយើងស្ងោរវាតែមួយល្មមចំហុយតែមួយល្មមបានហើយកុំឲ្យវាយូរពេកខ្សោះជាតិអីអញ្ចឹងតែខ្ញុំនេះគឺខ្ញុំចំហុយរៀងយូរដែរដោយសារតែខ្ញុំរវល់ភ្លេចចុះភ្លេចឡើងទៅរៀងយូរបន្តិចបងឃើញអត់ពត្រាក្រហមនៅពេលដែលយើងដាក់អញ្ចឹងទៅវាធ្វើឲ្យទឹកស៊ុបហើយគៀនចានរបស់យើងគឺអត់ស្អាតទេអញ្ចឹងណាហើយណាមួយទៀតខ្ញុំគិតថាមកពីគ្រឿងក្នុងមាន់ដែរអញ្ចឹងបានខ្ញុំប្រាប់បងពីដើមវីដេអូថាយើងប្រើភ្លៅគឺល្អជាងអញ្ចឹងប្រើភ្លៅសុទ្ធណាបងហើយនៅពេលដែលនេះចឹងទៅគឺទឹកស៊ុបហ្នឹងគឺបាត់អស់លេងហ្មងបងតិចទៀតនឹងដឹងថាវាទៅណាហើយខ្ញុំយកសាច់មាន់មកបេះចឹងមកបងអាចបេះវាជាចំណិតតូចឆាយជាសរសៃដូចយើងដាក់បបរឬក៏យើងញ៉ាំលក្ខណៈស្ងោរមាន់ហែកអីអញ្ចឹងធ្វើអញ្ចឹងមកគឺឆ្ងាញ់មែនតែនហើយឥឡូវនេះខ្ញុំទុកឲ្យត្រជាក់បន្តិចទៅខ្ញុំបេះហើយដោយសារតែខ្ញុំខ្ជិលដាក់ខ្ទះដាក់អីអញ្ចឹងហើយប្រេងអូលីវរបស់ខ្ញុំគឺខ្ញុំកម្ដៅនឹងវែងបែបនេះមកបងបើសិនជាបងមានប្រើប្រេងច្រើនបងដាក់ខ្ទះដាក់ឆ្នាំងអីទៅស្រួលជាងអញ្ចឹងបានប្រេងខ្ញុំកម្ដៅក្ដៅល្អតែខ្ញុំពេលហ្នឹងដោយសារតែខ្ញុំឈឺផងនិយាយតែខ្ញុំឈឺយូរដែរអញ្ចឹងហើយវីដេអូនេះខ្ញុំថតយូរឯងបងតែខ្ញុំបានទៅតែបានផុសអីអញ្ចឹងដោយសារតែថ្ងៃនេះរៀងអន់តិចអញ្ចឹងហើយក៏មក voice សលេងហ្មងទៅគឺពេលដែលយើងដាក់ខ្លាញ់តិចក៏អត់សូវឆ្ងាញ់ដែរខ្ញុំដាក់ខ្លាញ់តិចដែរបងហើយយើងដាក់មួយក្តៅយកមកចាក់មួយខ្ទឹមមួយលឹកខ្ទឹមអញ្ចឹងមកបងមានខ្ញីដាក់ខ្ញីទៀតមកហើយខ្ញុំប្រើមួយទឹកស្អ៊ីវយើងធម្មតាហ្នឹងខ្ញុំគិតថាមាន់មួយមុខនេះបើសិនញ៉ាំជាមួយនឹងទឹកស្អ៊ីវជូរប្រហែលជាឆ្ងាញ់ហើយបងភ្លក់រសជាតិតាមចូលចិត្តទៅខ្ញុំគឺដាក់តែប៉ុណ្្នឹងឯងដោយសារទឹកស្អ៊ីវនេះវាឆ្ងាញ់ស្រាប់អញ្ចឹងរសជាតិបងឲ្យភ្លក់តាមចូលចិត្តបានសម្រាប់ខ្ញុំប៉ុណ្្នឹងគឺល្មមហើយមាន់យើងហែកទុកអីចឹងមកហើយយើងយកទឹកស៊ុបដែលយើងបានធ្វើមុននេះយកមកដាក់ជាមួយអញ្ចឹងមកហើយខ្ញុំដោយសារតែខ្ញុំស្ដាយអញ្ចឹងហើយគឺខ្ញុំដាក់ទឹកស៊ុបហ្នឹងទាំងអស់តែម្ដងទៅរសជាតិរបស់វាឆ្ងាញ់ដែរអញ្ចឹងតែបើសិនបងអត់ចង់ប្រើទឹកស្អ៊ីវច្រើនយើងមិនដាក់ទឹកស៊ុបច្រើនទេកុំឲ្យវារសជាតិវាស្រាលខ្លាំងពេកអញ្ចឹងព្រោះខ្ញុំពេលដែលលាយទៀតទៅគឺខ្ញុំថែមទឹកស្អ៊ីវក្រៅទៀតបងវាសាបដល់ពេលយើងញ៉ាំមួយបាយទៅវារៀងសាបពេកអញ្ចឹងណាមួយអាចមកពីយើងឈឺផងសាបមាត់សាបកផងក៏មិនដឹងទេណាបងប៉ុន្តែរសជាតិរបស់វាមានអីបងគឺឆ្ងាញ់ម្យ៉ាងដែរតើវាស្តៀងតែយើងញ៉ាំមាន់ជ្រក់ទឹកស្អ៊ីវធម្មតាហ្នឹងគ្រាន់តែថាពេលដែលយើងដាំខ្លាញ់យកមកចាក់នៅលើខ្ទឹមអញ្ចឹងវាឈ្ងុយប្លែកបែបផ្សេងអីអញ្ចឹងណាប៉ុន្តែវាស្តៀងតែគ្នាហ្នឹងហើយខ្ញុំលាយមាន់ទុកហើយខ្ញុំក៏មកស្រស់បន្លែញ៉ាំដោយសារអត់ចេះញ៉ាំទេបងយ៉ាងហោចណាស់ក៏មានបន្លែញ៉ាំខ្លះអីអញ្ចឹងណាហើយបើសិនជាបងចូលចិត្តវីដេអូនេះកុំភ្លេចជួយ like page like វីដេអូនេះម្នាក់មួយឬក៏ share ទុកធ្វើញ៉ាំអីក៏បានដែរនិយាយទៅគឺងាយមែនតែនហើយម្ហូបរបស់ខ្ញុំបានឆ្អិនរួចរាល់ហើយបន្លែស្រស់ក្តៅហើយហុយជាមួយនឹងមាន់ចំហុយទឹកស្អ៊ីវគឺរួចរាល់ត្រឹមប៉ុណ្ណឹងរួចបាស់មកល្ងាចទៀតបាត់ហើយនិយាយទៅឆ្ងាញ់មួយយ៉ាងដែរតាអរគុណបងដែលបានចំណាយពេលវេលាដ៏មានតម្លៃហើយកុំភ្លេចថែរក្សាសុខភាពទាំងអស់គ្នាផងណាជាពិសេសអាផ្ដាសាយនេះនិយាយមែនខ្ញុំអត់ដែរជួបផ្ដាសាយណាគឺពិបាកដល់ថ្នាក់នេះសោះគឺវេទនាក្រនយូរថ្ងៃហើយថប់តាហាងពិបាកក្នុងខ្លួននិយាយពីក្អកសាហាវ